បាទសួស្តីប្រិយមិត្តទាំងអស់គ្នាវិលមកកាន់នៅវីដេអូថ្មីរបស់ខ្ញុំដែលនៅក្នុងវីដេអូថ្មីមួយនេះខ្ញុំនឹងលើកយកនៅអត្ថប្រយោជន៍នៃរុក្ខជាតិសុខភាពមួយប្រភេទទៀតយកមកឲ្យបងប្អូនទស្សនាស្ដាប់កម្សាន្តដើម្បីនឹងជាចំណេះដឹងក៏ដូចជាទុកជារូបមន្តផ្សំថ្នាំដើម្បីការពារឬក៏ព្យាបាលជំងឺដែលបងប្អូននឹងកើតមានឡើងនៅថ្ងៃអនាគតដោយមិនដឹងខ្លួនហើយយើងអាចប្រើប្រភេទរុក្ខជាតិនេះដើម្បីព្យាបាលជំងឺរបស់យើងផងដែរហើយសូមបញ្ជាក់បងដែរថានេះគឺជាភេទឱសថបុរាណធម្មជាតិដែលដូនតាខ្មែរយើងបានបន្សល់ទុកឥឡូវយើងមកកាន់នៅវីដេអូនេះសូមអរគុណដែលបងប្អូនដែលតែងតែគាំទ្រនិងទស្សនានៅ Channel របស់ខ្ញុំហើយសូមកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំអ្នកមួយផងបាទឥឡូវយើងចូលមកកាន់នៅនីតិសុខភាពរបស់យើងដើម្បីឲ្យកាន់តែជាច្បាស់ទៅមុខទៀតនោះបងប្អូនអាចមើលនៅក្នុងរូបភាពនៅលើវីដេអូនេះបានដោយខ្ញុំនឹងដាក់រូបភាពស្មៅក៏ដូចជារុក្ខជាតិដែលយើងនឹងយកមកប្រើប្រាស់ធ្វើជាឱសថបាទឥឡូវយើងចូលទៅកាន់ធានបទរបស់យើងគឺនិយាយអំពីស្មៅកក់ក្តាមបាទស្មៅកក់ក្តាមហ្នឹងគឺជាប្រភេទរុក្ខជាតិជាប្រភេទស្មៅវាមានកម្ពស់ពីដីហ្នឹងប្រហែលជា5ទៅ30សង់ទីម៉ែត្រទេវារាងខ្លីដែរទេហើយស្លឹករបស់វានឹងខ្លីជាងដើមវារាងវែងតែស្លឹកវាខ្លីវាមិនខ្លីប្រហែលទេតែគ្រាន់តែវាខ្លីជាងដើមប៉ុណ្្នឹងឯងហើយផ្កាវាមានរាងមូលមានទំហំចិត្តមូលវាហ្នឹងគឺខ្ទង់8ទៅ12មីលីម៉ែត្រគឺទូចទេបាទហើយផ្លែរបស់វារាងពងក្រពើសំប៉ែតពណ៌លឿងជាប្រភេទស្មៅផ្កាពណ៌លឿងហើយវាជាច្រើនភាគច្រើនដុះនៅតាមចិញ្ចើមថ្នល់យើងអាចឃើញនៅតាមចិញ្ចើមថ្នល់តាមផ្លូវជាតិហ្នឹងឬនៅក្នុងស្រែដីវាលទំនេរឬក៏ដីក្រោយផ្ទះបងប្អូនក៏មានដែរបាទវាបន្តពូជដោយក្របរបស់វានឹងតែម្ដងហើយចំណែកឯរុក្ខជាតិនេះគឺមានផ្លែវាមូលហើយយើងអាចយកវាមកប្រើប្រាស់ទាំងមូលតែម្ដងទាំងឫសទាំងដើមទាំងស្លឹកទាំងផ្កាទាំងផ្លែតែម្ដងបាទហើយសមាសធាតុគីមីដែលវាមានហ្នឹងគឺយើងមិនដឹងថាវាមានប្រភេទសារជាតិគីមីអ្វីទេបាទព្រោះយើងមិនទាន់បានយកមកសិក្សាជ្រាវជ្រាវអំពីសារជាតិនៅក្នុងវានឹងលម្អិតដោយបែបវិទ្យាសាស្ត្រនោះទេហើយចំណែកឯការព្យាបាលរបស់វានឹងគឺមានអត្ថប្រយោជន៍ព្យាបាលជំងឺគ្រុនក្តៅយើងអាចដាំទឹកផឹកឲ្យចេញញើសហើយយើងអាចព្យាបាលជំងឺក្អកមាន់រលាកទងសួតរលាកបំពង់កគ្រុនចាញ់រាកមូលផងដែរបាទដល់យើងយកវាដាំទឹកឲ្យពុះឆ្អិនល្អទៅយើងយកវាមកញ៉ាំផឹកជាប្រចាំចំណែកឯផ្នែកខាងក្រៅដូចជាអាការៈឬក៏បញ្ហាដែលត្រូវពោះចឹកឬក៏កើតបោសរមាស់ឬក៏មានកន្ទួលអីចឹងស្អីតិចអីចឹងណាយើងអាចយកដើមវាដើមស្រស់ៗនោះយកមកបុកហើយយកមកបំពងលើកន្លែងកើតរបួសនិងរមាស់នឹងឯងគឺបុកវាមកបើថាយើងពិបាកដូចថាយើងដើរព្រៃអញ្ចឹងទៅយើងត្រូវពោះចឹកឬក៏ត្រូវសត្វតិចឬខំឬក៏ដើរប៉ះស្អីដង្កូវអីរោរមាស់អញ្ចឹងយើងមិនអាចយកមានអ្វីយកមកបុកឲ្យវាមកដានយើងអាចទំពាវាបែរអាស្មៅនឹងមកយើងយកមកទំពាវាឲ្យយើងម៉ត់តិចមកតែយើងទំពាវាហើយយើងខ្ជាក់វានៅដៃមកយើងមកបំពងលើកន្លែងពោះរបួសរបស់យើងអញ្ចឹងទៅវាធ្វើឲ្យជាតិស្មៅនឹងនៅក្នុងសារជាតិដែលនៅក្នុងដើមស្មៅហ្នឹងស្មៅកក់ក្ដៅហ្នឹងគឺអាចជួយព្យាបាលរោគទាំងនោះបានបាទហើយចំពោះកម្រិតនៃការប្រើប្រាស់វិញយើងអាចប្រើលក្ខណៈដូចបែបនេះគឺបើវាស្ងួតយើងហាលវាស្ងួតយើងប្រើពី10ទៅ10ក្រាមចំណែកឯជំងឺគ្រុនចាញ់ចំពោះជំងឺគ្រុនចាញ់វិញយើងត្រូវប្រើឲ្យបានច្រើនបន្តិចគឺដល់ទៅ50ក្រាមព្រោះយើងយកវាមកដាំទឹកដាំទឹកផឹកបងប្អូនយ៉ាងហោចណាស់គឺដាក់4ម៉ោងមុនគ្រុនបាទគឺផឹកវាឲ្យបាន4ម៉ោងពេលដែលយើងមានជំងឺគ្រុនហ្នឹងយើងផឹកវាមុន4ម៉ោងម្ដងទៅចំពោះស្ត្រីមានផ្ទៃពោះគឺมันអាចប្រើប្រាស់បានទេបាទសូមចំណាំកន្លែងនេះផងគឺយើងប្រើបានតែមនុស្សទូទៅតែប៉ុណ្ណោះបើគាត់អត់មានផ្ទៃពោះទេគឺអាចប្រើបានប៉ុន្តែបើមានផ្ទៃពោះហើយគឺហាមមិនឲ្យប្រើទេបាទហើយមួយទៀតគឺយើងនឹងចូលទៅភេទស្មៅកក់ក្តាមដែរវាមានពីរប្រភេទបងប្អូនគឺកក់ក្តាមផ្កាស
ហ្នឹងគឺស្មៅដែរតែវាស្មៅផ្កាសអាមិញផ្កាវាពណ៌លឿងអញ្ចឹងអានេះផ្កាពណ៌សយើងអាចយកមកធ្វើជាថ្នាំបានដែរគឺដូចគ្នាហើយវាមានអាយុយូរឆ្នាំមែនទែនវារស់បានយូរឆ្នាំហើយកម្ពស់វាហ្នឹងគឺ7ទៅ20សង់ទីម៉ែត្រស្លឹកវាខ្លីជាងដើមដូចគ្នាដោយអាផ្កាសដែរសំទោសបាទដោយអាផ្កាលឿងដែរអានេះផ្កាសហើយរូបរាងវាគឺដូចគ្នាខុសតែផ្កាទេផ្កាមួយរាងលឿងផ្កាមួយរាងសអញ្ចឹងបងប្អូនអាចចំណាំបានប៉ុន្តែយើងយកមកប្រើប្រាស់បានដូចគ្នាវាដុះនៅតាមចាមខ្នុរតាមវាលស្រែដីទំនេរដូចគ្នានឹងហើយយើងអាចប្រើប្រាស់ទាំងឫសទាំងដើមទាំងស្លឹកទាំងផ្កាតែម្ដងហើយការព្យាបាលរបស់វាគឺស្តៀងគ្នាទេគឺរលាកតងសួតក្អកមាន់រលាកអំពង់កគ្រុនចាញ់រលាកថ្លើមស្បែកលឿងឈឺសន្លាក់ដៃជើងរលាកប្រមាត់បញ្ចុះទឹកនោមរាកមូលជាដើមហើយផ្នែកខាងក្រៅវាអាចបុកបិទដំបៅឆ្កែខាំបានផ្កាលឿងវិញដូចមានឆ្កែខាំទេតែនេះអាចប្រើចំពោះឆ្កែខាំបានឬមួយទៀតយើងអាចយកវាមកបុកឲ្យម៉ត់មកយកមកកក់អង្គែក្បាលវាអាចព្យាបាលអង្គែលើក្បាលដែរបងប្អូនអាចសាកទៅព្រឹកប្រើប្រាស់វិញគឺហាលឲ្យស្ងួតនឹងអាចប្រើពី30ទៅ60ក្រាមក្នុងមួយថ្ងៃបានបាទសូមអរគុណបងប្អូនដែលបានយំទស្សនានិងស្ដាប់កំសាន្តនៅទីសុខភាពរបស់ខ្ញុំនៅអត្ថបទនៃអត្ថប្រយោជន៍នៃរុក្ខជាតិស្មៅកក់ក្តាមនេះគឺសូមចប់ត្រឹមនេះហើយសូមបងប្អូនរងចាំទស្សនានៅនីតិសុខភាពនៅវីដេអូថ្មីបន្តទៀតដែលយើងខ្ញុំនឹងផុសជូនបងប្អូនជារៀងរាល់ពេលបាទសូមអរគុណហើយសូមជម្រាបលា